អ្នកបាត់ដំបងចំណាំមកតែគាត់ຕົកឲ្យហើយលក់នំគ្រក់ជប៉ុនហួជាតិគឺថាអេមខ្លាំងមែនតែនហ្មងឆ្ងាញ់ហ្មងសំខាន់ណាស់លក់នៅក្រោយសាលាមនីវងក៏ដឹងចេញលេងមិនតាន់ទេទៅទិញសឹងមិនតាន់ក្មេងៗដោយសារតែនំគ្រក់ជប៉ុនរបស់គាត់លក់មួយគ្រាប់តែ500ទេរសជាតិបែបថាប្លែកមកហៅថាហួជាតិមួយដែលស្រួយខាងក្រៅទន់ខាងក្នុងណាបានដាក់សូត្រជាមួយនឹងទឹកសោសរបស់គាត់ណាមានតាំងពីម៉ាញ៉ាណេក៏ដូចជាទឹកស៊ីអ៊ីវខ្មៅអីនឹងទៀតហើយរោយជាមួយនឹងសារាយសមុទ្រតិចទៀតអូយអ្នកទាំងអស់គ្នាញ៉ាំក្តៅនិយាយពីឆ្ងាញ់មែនតែនមកនិយាយពីរឿងនំគ្រក់របស់គាត់វិញភាសាជប៉ុនគេហៅថានំគ្រក់តាកូយ៉ាគីតែខ្មែរយើងក៏ដូចជាក្មេងៗងាយស្រួលយល់នំគ្រក់ជប៉ុនមានដល់តែ3រសជាតិរសជាតិក្តាមរសជាតិពោតក៏ដូចជារសជាតិមឹក3រសជាតិហ្នឹងសុទ្ធសុំតែឆ្ងាញ់ទាំង3រសជាតិសំខាន់ណាស់ឃើញតែអញ្ចឹងឯងប៉ុន្តែដាក់4-5គ្រាប់មកនឹងពោះមើងឆ្អែតនឹងដូចបាយអញ្ចឹងសម្រាប់ទីតាំងរបស់គាត់ដែរគាត់បើកលក់ពីម៉ោង6ព្រឹកដល់ម៉ោង4ល្ងាចខ្ញុំភ័យច្រើនជិះកាត់សាលាមនីវងរហូតប៉ុន្តែដែរចូលសាកចូលភ្លក់ជាមួយនឹងនំគ្រក់ជប៉ុនហ្នឹងឯងឲ្យតែជិះកាត់អញ្ចឹងគឺឃើញក្មេងៗគេរមអូនៅនឹងមកបានមកទៅដើមក្មេងៗបាន10គ្រាប់ហើយអូននិយាយពីថារសជាតិគឺថាឆ្ងាញ់ប្លែកមាត់ខ្លាំងមែនតើណែគ្រាន់តែឃើញគាត់ស្រោចជាមួយនឹងទឹកសោរបស់គាត់នឹងពី3រសជាតិនឹងហើយមកស្រក់ទឹកមាត់មកនងហ្មងគ្រាន់តែការដេកជាមួយនឹងការរៀបចំមកតេះរបស់គាត់គ្រាន់តែយើងកលេចភ្នែកមើលទៅអារម្មណ៍ថាគួរឲ្យចង់តែមួយថ្ងៃគាត់លក់ដាច់ខ្លាំងណាបើគិតជាគីឡូម្សៅវិញលក់បានដល់ទៅ6-7គីឡូសំខាន់ជាមួយនឹងបរិមាណដែលគាត់លក់តែអ្វីដែលសំខាន់គឺរសជាតិហ្មងបែបថារសជាតិមួយដែលយើងញ៉ាំទៅអារម្មណ៍ថាប្លែកមាត់ហើយឆ្ងាញ់ខ្លាំងដែរដែលនឹកឃើញហើយក៏ស្រក់ទឹកមាត់ដែរជាមួយនឹងនំគ្រក់ជប៉ុនរបស់គាត់ចឹងតើបានក្មេងៗឲ្យតែចេញលេងឡើងគេឈោចាំត្រង់ចូលរួមឡើងចិត្តអាតេះរបស់គាត់ឥឡូវមកដឹងហើយថាថៃបានក្មេងៗគេឈោរួមទិញសម្រាប់បងអូនណាដែលគាត់អត់ទាន់ភ្លក់ជាមួយនឹងប្រភេទបែបរសជាតិនំគ្រក់ជប៉ុនចង់ដឹងថារសជាតិនំគ្រក់ជប៉ុនឆ្ងាញ់ហើយជាតិប៉ុណ្ណាដែរកុំភ្លេចមកសាកភ្លក់ក្រោយសាលាមនីវងខេត្តបាត់ដំបងយើងនឹងតែម្ដង